តោះជាមួយខ្ញុំរយៈពេលមួយយប់2ថ្ងៃនៅក្នុងខេត្តសៀមរាបជាដំបូងគឺខ្ញុំធ្វើដំណើរតាមរយៈឡានហើយបន្តដំណើររហូតដល់ខេត្តសៀមរាបយើងក៏ធ្វើការជួលម៉ូតូដើម្បីជិះបន្តមកម្ដងនេះសំណាងមែនទេដោយសារតែអាកាសធាតុនៅនឹងគឺអំណោយផលអត់សូវមានកម្ដៅអញ្ចឹងយើងទទួលបានអារម្មណ៍មួយដែលខ្ញុំគិតថាខ្ញុំមិនដឹងពើរនាវាមិនខ្មិចហើយយើងជិះមើលឬក៏ជិះកាត់ដូចជាពលានជលដំរីស្រះស្រង់ប្រាសាទប្រែរូបហើយក៏បន្តដំណើរទៅទទួលទានអាហារពេលថ្ងៃត្រង់នៅភូមិព្រះដាក់ទាន់បានទទួលទានអាហារផងភ្លៀងក៏មកដល់ភ្លាមយ៉ាគេងលក់ ទៅមកប្លុកវិញទៅមកប្លុក ខាងធ្វើឡក Hello guys បន្ទាប់ពីទទួលទាននៅអាហារថ្ងៃត្រង់ហើយយើងក៏បន្តដំណើរទៅទស្សនានៅប្រាសាទអង្គរវត្តតាមផ្លែននៃគម្រោងទស្សនកិច្ចរបស់យើងខ្ញុំសូមប្រាប់ផងដែរមកម្ដងនេះគឺខ្ញុំមកជាមួយនឹងបងក្រុមការងារនៅ EIS នៅក្នុងក្រុងប៉ោយប៉ែតហ្នឹង ឥឡូវគឺមកដល់បន្តកន្លែងគេងហើយយប់នេះយើងមានactivity ទៅក្រៅទៀត គឺយើងទៅទទួលទានអាហារពេលល្ងាចអញ្ចឹងតោះទៅទាំងអស់គ្នាបន្ទាប់ពីយើងទទួលទានអាហារពេលល្ងាចរួចហើយយើងក៏បន្តដំណើរទៅទស្សនាមនុស្សក្នុងលោកីខេត្តសៀមរាបដូចជាផ្សារខ្មែរហើយក៏ដូចជា Pop Street ផងដែរពេលព្រឹកក៏បានឈានមកដល់ខ្ញុំក្រោកមើលថ្ងៃរះក៏ដូចជាងូតទឹកដើម្បីបន្តដំណើរទស្សនកិច្ចរបស់យើងបន្តទៀតលើចេញពីកន្លែងញ៉ាំអីហើយយើងបន្តដំណើរទៅមុខទៀត ចឹងបន្ទាប់មកយើងក៏ធ្វើដំណើរឆ្ពោះទៅកាន់ជាស្ដារកាហ្វេមកដល់ជាស្ដារទាំងមូលអ្នកនរគ្នាអត់ភ្លក់ជាស្ដារកាហ្វេបែរជាមកភ្លក់matcha latteអីណាយើងចេញពីជាស្ដារកាហ្វេហើយក៏បន្តដំណើរមកកាន់បាគងភូមិខ្ញុំម្ដងទីវិធីរបស់យើងគឺលើកនេះមានច្រើនដូចជាការបាញ់ព្រួញបាញ់កំភ្លើងនិងចាប់កតកតាជាដើមចេញពីបាគងភូមិខ្ញុំគឺយើងបន្តដំណើរមកឈាននៅបារាយណ៍អ្វីដែលសប្បាយបំផុតគឺការហែលទឹកជាតែម្ដងតែបានបង្ហាញសកម្មភាពបន្ទាប់ពីឈៀលហើយយើងធ្វើដំណើរមកប៉ោយប៉ែតពេញតែម្ដងចឹងចប់ហើយអ្នកនរគ្នាតែខ្ញុំចង់និយាយថាខ្ញុំនៅតែនឹករសជាតិនំពុម្ពនៅផ្សារខ្មែរហើយធ្វើម៉េចទៅអាចទៅម្ដងទៀតបាន